ជាថ្នាក់ដឹកនាំនៃវិទ្យាករប្រកម្មជាដែលមានស្ត្រីបម្រើការងារលើកពី 50% នៃចំនួនត្រីស្រុកទាំងអស់ក្នុងនាមជាស្វាមីរូបក៏ដូចជាក្នុងនាមជាឪពុករបស់ក្មេងស្រី3រូបខ្ញុំសូមចូលរួមអបអរសាទរនៅទិវាសិទ្ធិនារី8មីនាឆ្នាំ2025នេះដែលកម្ពុជាយើងប្រពធ្វើឡើងក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង្អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបទូនទីរបស់ស្ត្រីនៅក្នុងសង្គមគឺពិតជាមានសារៈសំខាន់ស្ត្រីគឺជាមេដានៃពិភពលោកស្ត្រីគឺជាមេដានៃគ្រួសារស្ត្រីគឺជាអ្នកដែលចូលរួមគ្រប់សកម្មភាពនៃសង្គមទាំងអស់យើងឃើញហើយយើងក៏នឹងបន្តឃើញនៅសកម្មភាពរបស់ស្ត្រីដែលចូលរួមគ្រប់កម្មវិធីរបស់សង្គមពួកគាត់ប្រថមតែជាអ្នកដែលដឹកនាំគ្រួសារពួកគាត់គឺជាអ្នកដែលដឹកនាំធុរកិច្ចដឹកនាំការងារក៏ដូចជាដឹកនាំនៅប្រទេសជាតិផងដែរសម្រាប់ប្រទេសមួយចំនួននៅលើសកលលោកនេះទូទីរបស់ស្ត្រីកាន់តែធំធេងទៀតខ្ញុំសូមគូរំលឹកផងដែរថាទោះបីជាស្ត្រីចូលរួមក្នុងសកម្មភាពការងារសកម្មភាពសង្គមតែស្ត្រីនៅតែបំពេញការងារបានយ៉ាងល្អនៅក្នុងក្រុមគ្រួសារនីមួយៗដូច្នេះស្ត្រីគឺពិតជាមាននៅសារៈសំខាន់និងតួនាទីដ៏សំខាន់ក្នុងសង្គមជាតិមុននឹងបញ្ចប់ខ្ញុំសូមលើកនៅសាសរបស់លោកជំទាវពេជ្រច័ន្ទមនីពុនមណាតស្ត្រីទី1របស់កម្ពុជាហើយតែប្រសាសន៍របស់លោកបានចូលទៅក្នុងបេះដូងដកជាប់ទៅក្នុងសន្តានចិត្តរបស់មហាជនជាទូទៅដែលលោកជំទាវបានមានប្រសាសន៍ថាបើគ្មានស្ត្រីមកពេញការងារយ៉ាងល្អនៅក្នុងក្រុមគ្រួសារជាភរិយាល្អជាមេដាល្អស្វាមីក៏គ្មានឱកាសទទួលបានជោគជ័យនៅក្នុងសមរភូមិការងារខាងក្រៅនោះទេហើយដែលនេះប្រសាសន៍នេះគឺបានចូលទៅក្នុងជ្រួលជ្រាបទៅក្នុងសន្តានចិត្តរបស់មហាជនដែលបញ្ជាក់ឡើងវិញទៅទូនទីដ៏មានតម្លៃរបស់ស្ត្រីក្នុងនាមជាថ្នាក់ដឹកនាំនៃចាត់កងបកកម្ពុជាយើងខ្ញុំនៅបន្តអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងគ្រប់គ្រងទៅដល់សិទ្ធិរបស់ស្ត្រីគ្រប់រូបគោលការណ៍សមភាព gender ក៏ដូចជាការជំរុញនិងលើកកម្ពស់សមត្ថភាពរបស់ស្ត្រីដើម្បីអាចចូលរួមបានគ្រប់ជាន់ថ្នាក់នៃការងាររបស់ចាត់កងមូលបត្រកម្ពុជាផងដែរសូមអរគុណ